bạn dương vô pro mà anh xích xa trườngប៉ុន្តែanhត្រូវតែរស់លែងកូនតាំងពីរបស់យើងយីសត្វខ្លាមួយនេះអញជិះស្លាប់ហើយនៅមានលក្ខខណ្ឌជាមួយយើងទៀតយើងមិនដោះលែងតើអញធ្វើអ្វីយើងបានជាមួយយើងនឹងស៊ីកូនអញតាំងពីនោះទៀតណែឆ្លុះអញចង់ស៊ីដែរទេបាទលោកប្រុសខ្ញុំអត់ឃ្លានទេហាការពិតគឺជាជួយច្រកនេះសោះដែលបានជួយវាអំបញ្ញមិញនេះមើលទៅលោកតាពិតជាលំអៀងមែនឲ្យរបស់ល្អទៅវាយើងគឺជានរណាមិនសំខាន់ទេសំខាន់នៅពេលនេះឯងត្រូវតែស្លាប់ឯងមើលទៅរាងកាយរបស់នាងពិតជាស្រស់ស្អាតខ្លាំងមែនទែនយើងនឹងរំរាក់ជាមួយនឹងនាងហើយយើងនឹងសម្លាប់ឯងតាមក្រោយយើងនឹងឲ្យឯងឃើញនៅពេលដែលយើងបំពេញនៅមនុស្សដែលជាទីស្រឡាញ់របស់ឯងតើឯងមានអារម្មណ៍យ៉ាងណានៅក្នុងព្រៃដ៏ស្ងាត់ជ្រៅមួយមានបរិសុទ្ធពីរនាក់កំពុងតែហាត់មុនវិជាការម្នាក់មានឈ្មោះថាសម្ផស្សចំណែកម្នាក់ទៀតមានឈ្មោះថាកក្កដាយីសម្ផស្សរៀនមុនវិជា10ឆ្នាំហើយឯងនៅតែមិនចេះអីចាស់យ៉ាងបីអាយយើងធ្វើមិនបើយើងរៀនមិនចេះមិនមកពីឯងរៀនមិនចេះទេយើងគិតថាឯងនឹងគ្មានបានការថ្មងនោះវិជាការដល់ខ្លាំងខ្លាយ៉ាងច្រើនឯងរៀនមិនចេះតែទៅរៀនចេះវិជាពេទ្យទៅវិញហើយឯងរៀនវិជាពេទ្យហ្នឹងតើវាបានប្រយោជន៍អីទៅឯងមើលយើងណែរៀនវិជាវាយគ្នាមួយដៃអាចសម្លាប់ខ្លាបានមនុស្សឯងទេមួយថ្ងៃទៅរៀនដល់វិជាពេទ្យគ្មានបានការវិទ្យាសាស្ត្រចឹងហើយឯងយើងធ្វើយ៉ាងម៉េចបើយើងចូលចិត្តវិជាពេទ្យយើងខ្លាំងខ្លាមិននឹងដែរមានមិនភ័យអត់បានកើតដូចជាឯងឆ្លោយហើយគាត់ថាម្ចាស់ឯងហើយនឹងម្ចាស់យើងនៅណាគឺខ្លាំងជាងយីអញសួរចឹងទៅកើតតែបើម្ចាស់ឯងរៀនដល់វិជាវាយគ្នាចឹងមិនបានជាម្ចាស់ឯងមិនរៀនវិជាវាយគ្នាដោយម្ចាស់យើងដែរទៅឯងមើលម្ចាស់យើងដំរី10ក្បាល10អត់ដៃងប់ខ្ទេចហើយមើលទៅម្ចាស់ឯងវិញតែកូនឆ្មាវុយវាញ់ឈ្នះផងវ៉ៃយីអានេះវ៉ៃហើយកុំមើលងាយម្ចាស់យើងពេកវ៉ៃម្ចាស់យើងរៀនវិជាពេទ្យឆ្មាយើងក៏មិនអន់ដែរវ៉ៃហើយខ្លាំងត្រង់ណាដែរបើវាញ់ចឹងអញផងហ្នឹងយីអានេះវ៉ៃសួរនៅសួរលោកតាឲ្យមកហើយអ្នកตัวទាំងពីរហើយបបួអញយីឡើងមួយថ្ងៃនេះឆ្លោយនិងនេះឆ្លុះដើរអស់រយៈពេលមួយសន្ទុះធំក៏បានទៅដល់កន្លែងពួកគេទាំងពីរលោកប្រុសទាំងពីរលោកតាហៅក្រោយពីបានស្ដាប់ពួកគេទាំងពីរនិយាយហើយពួកគាត់ទាំងពីរក៏បានបាត់ខ្លួនមួយរំពេចពួកឯងមកហើយមែនទេតើមានរឿងចង់ប្រាប់ពួកឯងទាំងពីរហើយលោកតាមានរឿងអ្វីទៅបានជាហៅពួកខ្ញុំទាំងពីរយ៉ាងប្រញាប់ប្រញាល់បែបនេះពួកឯងទាំងពីរគួរតែដល់ពេលទៅផ្ទះរបស់ពួកឯងវិញហើយអ្វីដែលត្រូវបង្រៀនតាបង្រៀនពួកឯងអស់ហើយមុននឹងទៅតាមានវត្ថុទុកឲ្យពួកឯងមួយម្នាក់តើវត្ថុទុកនោះវត្ថុទុកអ្វីទៅលោកតាតើឲ្យខ្ញុំខ្លាចជាមុនដែរទេយីសម្ផស្សមើលទៅស្រួលបូតចូលចិត្តជួយមនុស្សទន់ខ្សោយឆាប់ជឿអ្នកជុំវិញខ្លួនខ្លាំងណាស់តែមើលទៅកក្កដាគឺជាមានចរិតអន្តរសាវាមិនមានចិត្តស្មោះត្រង់ទេបើឲ្យវត្ថុទុកណាខ្លាំងប្រកាសជាមានរឿងមិនខានលោកតាឲ្យវត្ថុទុកណាខ្លាំងខ្ញុំមកខ្ញុំចូលចិត្តខ្លាំងណាស់កំភៃតែនឹងឲ្យពួកឯងទាំងពីរអ្នកសម្ផស្សនេះគឺជាឈើច្រត់ទឹកវាអាចជួយសង្គ្រោះជីវិតឯងមិនដល់មកការបានណាកណាលោកតាចោះវត្ថុទុកឈើច្រត់នោះខ្លាំងដែរទេលោកតាបើវាខ្លាំងខ្ញុំចង់បានណាឈើច្រត់នោះមួយដែរលោកតាឯងចាប់បានឈើច្រត់នោះធ្វើអ្វីឈើច្រត់នោះវាប្រើបានតែម្ដងមកការប៉ុណ្ណោះវាគ្មានខ្លាំងអ្វីទេវត្ថុទុករបស់សពអនពិតជាអន់ខ្លាំងមែនទេជាមួយលោកតាប្រកាសជាឲ្យវត្ថុទុកណាដែលខ្លាំងឲ្យមកយកមិនខាននេះគឺជាគម្ពីរវេទមន្តត្រៃវេទនៅក្នុងគម្ពីរនេះមានសុទ្ធតែវិជាវេទខ្លាំងចុះលោកតាឲ្យគម្ពីរតែវាមកអញខ្លាំងម៉េចវ៉ៃជាមួយអញប្រកាសជាខ្លាំងគ្មានគូព្រឺមិនខានណែកក្កដាតាចង់ដាស់តឿនប្រាប់ឯងបន្តិចមុនវិជាការនៅក្នុងគម្ពីរត្រៃវេទនេះវាខ្លាំងចំពោះតែផ្លូវល្អប៉ុណ្ណោះបើសិនជាឯងប្រើក្នុងផ្លូវអាក្រក់វានឹងមិនស័ក្តិសិទ្ធិឡើយវាមិនត្រឹមតែប៉ុណ្្នឹងទេវានឹងអាចធ្វើឯងមានទុក្ខទោសមិនខាននិយាយលោកតាក៏អញមិនថាជឿមែននោះនេះមកពីលោកតាមិនចង់ឲ្យអញបានលោកតានិយាយចឹងក្រោយមកពួកគេទាំងពីរនិងអ្នកបម្រើក៏បានធ្វើដំណើរពួកគេធ្វើដំណើរអស់រយៈពេលមួយថ្ងៃមេឃក៏ចាប់ផ្ដើមងងឹតពួកគាត់ក៏សម្រេចចិត្តថាសម្រាប់នៅកន្លែងនោះអ្នកសម្ផស្សឯងនឹងអាចឆ្លូនឆាប់ទៅរកអស់មកទុកឲ្យយើងពីណាឆ្លុះទៅរកចំណីអាហារកក្កដាក៏ចាប់ផ្ដើមនិយាយស្ដីបែបប្រមាថពុំមានការគោរពបន្តិចសោះឡើយក្រោយមកពួកគេក៏បានចែកផ្លូវគ្នាមួយក្រុមទៅរកអុសបង្កាត់ភ្លើងចំណែកមួយក្រុមទៀតទៅរកចំណីអាហារអ្នកឆ្លុះឯងដោយលើបន្តិចមើលໄວនៅវើនឹងហើយការបានដីស៊ីទៅវិញឃ្លាតចង់ងាប់ហើយនេះចុំមិនក៏លោកប្រុសនិយាយស្ដីឯងក៏ពិបាកស្កាប់ហើយវ៉ៃតាំងពីលោកប្រុសបានកំពីត្រៃវេទនោះមកលោកប្រុសដូចជាចម្លែកម៉េចពួកគាត់ទាំងពីរបានដើររហូតដើរទៅមុខបានបន្តិចក៏បានឃើញខ្លាមួយក្បាលនិងកូនខ្លាតូចពីរកំពុងតែដេកនៅជិតមេរបស់វាចុះមកឆ្លុះយើងមិនទៅរកអីឆ្ងាយទេវិញអាចឃើញខ្លានៅខាងមុខដែរទេខ្ញុំឃើញតើលោកប្រុសមានរឿងអីមែនខ្ញុំសួរច្រើនពេកយើងមិនមានរឿងអីទេយើងចង់ស៊ីសាច់ខ្លាប៉ុន្តែខ្លានោះវាមានកូនតូចពីរគួរអាណិតខ្លាំងណាស់លោកប្រុសយើងមិនប៉ទេវាមានកូនអ្វីកូនទៅសំខាន់យើងចង់សាកល្បងនៅវិជាគម្ពីរត្រៃវេទដែលយើងបានហាត់តែលោកប្រុសមើលទៅកូនតូចពីរនោះគួរឲ្យស្រឡាញ់ខ្លាំងណាស់និយាយអានេះ
ឯងនិយាយមកស្រាប់មែនឬមួយឯងចង់ឲ្យយើងសម្រាប់ឯងជំនួសខ្លានេះមែនទេ កក្កដាក៏បានប្រើនៅសម្ដីដល់កាចសាហាវទៅលើនាយឆ្លុះក្រោយមកគាត់ក៏បានលើកដៃប្រណម្យប្រើនៅវិជាដែលហាត់ចេញពីគម្ពីរត្រៃវេទហើយគាត់ក៏បានវាយប្រហារយ៉ាងពេញទំហឹងទៅលើមេខ្លា អូយពិតជាខ្លាំងណាស់អ្នកណាគេធ្វើអ្វីយើងនឹង ភ្លាមនោះគាត់ក៏បានស្ទុះទៅយ៉ាងលឿន និយាយមើលទៅសាច់ខ្លានេះពិតជាទំនងខ្លាំងណាស់តើឯងជាអ្នកណាដែរហើយអ្វីក៏សម្រាប់យើងបែបនេះយើងមានគំនុំអ្វីជាមួយនឹងឯងទៅយើងមិនមានគំនុំអ្វីជាមួយនឹងឯងទេប៉ុន្តែយើងចង់ស៊ីសាច់ឯងហាបានយើងយកព្រមមកឯងស៊ីសាច់យើងប៉ុន្តែឯងត្រូវតែរស់លែងកូនទាំងពីររបស់យើងនិយាយសាច់ខ្លាមួយនេះឯងជាស្លាប់ហើយនៅមានលក្ខខណ្ឌជាមួយយើងទៀតយើងមិនដោះលែងតើឯងធ្វើអ្វីយើងបានជាមួយយើងនឹងស៊ីកូនឯងទាំងពីរនោះទៀតគ្រាន់តែយើងគិតក៏ដឹងថាវាឆ្ងាញ់ប៉ុណ្ណាដែរយីឯងពិតជាខុសខ្លាំងណាស់យើងនឹងដាក់បណ្ដាសាឯងឲ្យឯងវិនិច្ឆ័យដោយសារតែទង្វើរបស់ឯងនិយាយសាច់ខ្លាវាចូលចិត្តស៊ីចំណីឆៅនេះបើយើងស៊ីសាច់ខ្លាឆៅទាំងរស់ទៀតផងតើវាឆ្ងាញ់ប៉ុណ្ណាទៅ ភ្លាមនោះគាត់ក៏បានបរិភោគសាច់ខ្លាឆៅរួមជាមួយនឹងខ្លាតូចៗទាំងពីរនោះឯងយ៉ាងកាចសាហាវដូចជាសត្វធាតុអញ្ចឹងចំណែកនាយឆ្លុះគាត់មិនហ៊ានធ្វើអ្វីនោះទេគាត់បានត្រឹមតែឈរមើលប៉ុណ្ណោះ និយាយហើយវិញបានជាលោកប្រុសកាយសាហាវបែបនេះតាំងពីបានកំពីនោះមកសំដីសម្ដៅណាកាហ្វេយ៉ាពិតជាកាយសាហាវខ្លាំងមែនតែនតែយើងលើលោកតានិយាយថាកំពីនេះគឺជាកំពីត្រៃវេទដ៏បរិសុទ្ធហើយមិនក៏លោកប្រុសហាត់ទៅបើជាកាយសាហាវបែបនេះណោះតិចលោកប្រុសហាត់ក៏ក្បួនទៅដឹងបានទៅជាបែបនេះ អ្នកឆ្លុះឯងចង់ស៊ីដែរទេ បាទលោកប្រុសខ្ញុំអត់ឃ្លានទេ បើឯងមិនស៊ីក៏ឲ្យទៅយើងនឹងស៊ីទាំងអស់ហើយឯងឆាប់ទៅរកផ្លែឈើលឿនមកទៅឲ្យអាពីនោះស៊ីផង បាទលោកប្រុស និយាយអានេះវៃគ្រាន់តែប៉ុណ្ណឹងធ្វើដូចជាភ័យខ្លាំងម្ល៉េះ លុះយកកណ្ដាលទៀតដួងច័ន្ទនិងដួងតារាក៏បានចាប់ផ្ដើមរះនាយឆ្លូននិងសម្ផស្សក៏បានអង្គុយនៅមុខភ្នក់ភ្លើងទាំងដែលពោះកំពុងតែឃ្លានភ្លាមនោះនាយឆ្លុះកក្កដាក៏បានមកដល់កក្កដាហេតុអ្វីបានជាឯងទៅយកម្ល៉េះ និយាយយើងទៅរកអាហារគិតថាស្រួលណាស់មែនទេគ្រាន់តែប៉ុណ្ណឹងក៏ឯងចាំមិនបានដែរនេះផ្លែឈើណាឆ្លុះនោះឯងឆាប់យកទៅស៊ីទៅកុំនិយាយច្រើនចំមកក៏លោកប្រុសកក្កដានោះនិយាយមកចម្លែកមិនវៃ ពួកគាត់ទាំងពីរនឹកស្មានថានាយកក្កដាដោយសារតែនៅហត់ក្នុងការរកអាហារទៅនិយាយគំរោះគំរើយបែបនេះនេះពេលយប់ស្ងាត់មនុស្សម្នានាំគ្នាដេកអស់សម្ផស្សមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួនគាត់ក៏បានក្រោកឡើងហើយដើរចេញទៅពេលនោះគាត់ក៏បានដើរទៅដោយមិនដឹងខ្លួនហើយក៏បានដើរទៅដល់ស្រះទឹកមួយកន្លែងនៅពេលនោះដែរស្រាប់តែឃើញថាមានបក្សីចម្លែកមួយក្បាលដែលមានរូបរាងស្រស់ស្អាតខ្លាំងមែនទែននៅពេលនោះសម្ផស្សក៏បានដើរចូលទៅហើយបក្សីមិនបានផ្អើលអ្វីបន្តិចសោះឡើយវានៅឈរតែមួយកន្លែងនៅពេលដែលគាត់បានចូលទៅកាន់តែចិត្តទើបបានដឹងថាបក្សីនោះកំពុងតែមានរបួសចំណែកបក្សីពិតជាមានការភ័យខ្លាចខ្លាំងមែនទែន ពេលនេះតើខ្ញុំគួរធ្វើម៉េចដែរបរិសុទ្ធនោះមកកាន់តែចិត្តហើយបើគេធ្វើបាបខ្ញុំមែនខ្ញុំប្រកាសជាមិនអាចឡើងទៅថាសួរបានវិញឡើយ ចំណែកសម្ផស្សហាក់ដូចជាមានអារម្មណ៍នឹងថាសត្វនោះកំពុងតែមានការភ័យខ្លាចនៅពេលនោះដែរគាត់ក៏បាននិយាយទៅកាន់បក្សីមួយនោះណែបក្សីចម្លែកឯងមិនបាច់ភ័យទេយើងមិនធ្វើអីឯងឡើយ ហើយលោកនិយាយពិតដែរទេនឹង ប្រកាសណាស់ខ្ញុំមិនធ្វើអីឯងទេហើយរបួសឯងទៅនឹងអ្វីដែរបានជាធ្ងន់ធ្ងរខ្លាំងបែបនេះ ចាដោយសារតែខ្ញុំមិនបានប្រយ័ត្នត្រូវបានព្រានព្រៃម្នាក់បាញ់ ហើយឯងជាបក្សីអ្វីដែរបានជាស្រស់ស្អាតហើយចម្លែកបែបនេះ ចាខ្ញុំគឺជាបក្សីស៊ូគីដែរមកពីឋានលើនោះ ហ่าថាម៉េចឯងគឺជាបក្សីសូគាមើលទៅបើយើងមិនជាបាបក្សីមួយទេប្រកាសជារងទុកនៅឋានមនុស្សនេះហើយមិនន័យទេឥឡូវឯងជើឈាមទៅចាំយើងព្យាបាលឲ្យភ្លាមនោះគាត់ក៏បានប្រើមន្តបាលីដើម្បីព្យាបាលបក្សីមួយនោះត្រឹមតែមួយរំពេចបក្សីក៏បានជាសះស្បើយអស់រលីក នៅពេលដែលបក្សីស៊ូគាបានជាសះស្បើយភ្លាមនោះដែរសັບតែបានប្រែកាយទៅជារូបរាងមនុស្សដែលមានរូបសម្ផស្សស្រស់ស្អាតខ្លាំងមែនតែនយីហេតុអ្វីបានជានាងស្រស់ស្អាតខ្លាំងមែនបើយើងបាននាងជាប្រពន្ធមិននឹងជាល្អយ៉ាងណាទេតែមើលទៅវាក៏ជាមិនអាចទេយើងគ្រាន់តែជាមនុស្សធម្មតាចំណែកនាងគឺជាបក្សីស៊ូគាឯណោះអូនិយាយគ្នាថ្ងៃហើយយើងភ្លេចសួរឈ្មោះរបស់នាងតែនាងមានឈ្មោះអ្វីទៅ ចាខ្ញុំឈ្មោះកៃសរ ទោះបីជាយើងស្គាល់ឈ្មោះនាងក៏ដោយបន្តិចទៀតនាងនឹងឡើងទៅឋានសួគ៌វិញហើយនៅពេលដែលគាត់មានអារម្មណ៍ថាអស់សង្ឃឹមភ្លាមនោះដែរស្រាប់តែកៃសរនិយាយទៅកាន់គាត់ ពេលនេះខ្ញុំមិនទាន់ចង់ទៅឋានសួគ៌វិញទេតែខ្ញុំអាចទៅជាមួយនឹងលោកបានទេ នៅពេលដែលលើបែបនោះហើយធ្វើឲ្យសម្ផស្សមានអារម្មណ៍ថាត្រេកអរជាខ្លាំងក្រោយមកគាត់ក៏បានដើរទៅកន្លែងសម្រាកវិញចំណែករឿងរ៉ាវទាំងអស់នេះក៏ត្រូវបានមើលឃើញដោយកក្កដា និយាយមើលទៅបក្សីស៊ូគានេះពិតជាស្រស់ស្អាតខ្លាំងមែនទែនជាមួយយើងនឹងយកនាងធ្វើជាប្រពន្ធឲ្យបានសម្ផស្សបើឯងមិនស្ដាប់ទេយើងប្រកាសជាមិនបានបក្សីស៊ូគានេះធ្វើជាប្រពន្ធទេ លុះស្អែកឡើងកក្កដាក៏បានធ្វើជាមិនដឹងរឿងអ្វីក៏សួរទៅកាន់សម្ផស្ស និយាយសម្ផស្សឲ្យឯងបានសាច់មកពីណាហើយមកគោស្អាតខ្លាំងម៉េច អូយើងឃើញវាគួរឲ្យអាណិតនៅក្នុងព្រៃទើបយកវាមកតាមហ្នឹង
និយាយអាសម្ផស្សឯងហ៊ានកុហកយើងទៀតវាជាបាសីស៊ូគីបែរជាមកប្រាប់យើងថាជាបាសីធម្មតាទៅវិញ ក្រោយមកពួកគាត់ទាំងអស់គ្នាក៏បានធ្វើដំណើរអស់រយៈពេលជាយូរក៏បានទៅដល់ក្នុងភូមិមួយយើងគិតថាគួរតែសុំគេស្នាក់នៅមួយយប់ហើយមើលទៅមិនក៏ចិត្តយប់ដែរនៅពេលនោះដែរពួកគាត់ក៏បានទៅដល់ផ្ទះលោកពូម្នាក់លោកពូតែខ្ញុំអាចសុំលោកពូស្នាក់នៅទីនេះមួយយប់បានទេ មិនអីទេឯងសាក់នៅទៅហើយឯងមកពីណាដែរបានជាមានគ្នាច្រើនបែបនេះ បាទលោកពូពួកខ្ញុំទាំងអស់គ្នានឹងទើបតែចេញមកពីព្រៃ ហើយក្មួយឯងចូលទៅក្នុងព្រៃធ្វើអីទៅ បាទពួកខ្ញុំទាំងអស់គ្នានឹងចូលទៅក្នុងព្រៃដើម្បីទៅហាត់មន្តវិជ្ជាការពីលោកតាឥសីមួយអង្គ អូចឹងទេអីចឹងបានមើលទៅរូបរាងដូចជាមិនមែនជាមនុស្សធម្មតា ពូនៅនឹងមានស្អីស្អាតពូ និយាយអានេះវាយឲ្យទៅចូលមកដល់ក្នុងភូមិភ្លាមឲ្យសួររកស្រី និយាយឲ្យធ្វើម៉េចបើយើងកើតមកជាប្រុសសង្ហាបែបនេះហ่ะ ក្រោយមកមេចូលចាប់ផ្ដើមងងឹតហើយពេលរាត្រីក៏បានចូលមកដល់កក្តារនៅមិនសុខក៏បានចេញមកខាងក្រៅដើម្បីអង្គុយលេង និយាយໄວដូចជាមានអារម្មណ៍ថានៅមិនសុខសោះនៅក្នុងខួរក្បាលឃើញតែរូបបាសីស៊ូគេដ៏ស្អាតមើលទៅយើងគួរតែដល់ពេលដែលត្រូវកំចាត់សម្ផស្សហើយនៅពេលដែលវាស្លាប់បាសីស៊ូនឹងខ្លាចទៅជារបស់យើងហាហាហា នៅពេលនោះសម្ផស្សហើយនឹងបាសីស៊ូគាក៏បានដេកលងលក់ហើយកក្តារក៏បានដើរទៅលបចូលទៅក្នុងបន្ទប់របស់សម្ផស្ស អីយ៉ានៅពេលនេះវាដេកលុះហើយនេះគឺជាឱកាសរបស់យើងហើយ ភ្លាមនោះគាត់ក៏បានលើកដៃប្រណម្យសូត្រនៅមន្តវិជ្ជាការដែលបញ្ចេញនៅពន្លឺវេទមន្តដ៏ខ្លាំងក្លានៅពេលនោះដែរស្រាប់តែវេទមន្តមួយនោះមិនអាចធ្វើអ្វីសម្ផស្សបាននោះឡើយដោយសារតែឈើច្រត់ដែលលោកតាបានឲ្យជាអ្នកការពារនោះឯង និយាយហើយវិញបានជាវេទមន្តដែលយើងបានរៀននៅក្នុងពីត្រៃវេទមិនអាចធ្វើអីវាបានចឹងទីលោនេះគឺជាគម្ពីរខ្លាំងៗដែលលោកតាឲ្យយើង គាត់ខ្លាចចែងថាសម្ផស្សដឹងខ្លួនក៏បានដើរចេញយ៉ាងលឿនចំណែកឈើច្រត់នោះវិញក៏បានចាប់ផ្ដើមបញ្ចេញនៅពន្លឺកក្តារមិនអស់ចិត្តនោះឡើយក៏បានដើរបកក្រោយទៅកាន់បន្ទប់របស់សម្ផស្សនៅពេលនោះដែរទៅធ្វើឲ្យគេមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមាននារីម្នាក់ដែលមានរូបថោកស្រស់ស្អាតខ្លាំងមែនទែននាងបានហោះចេញពីក្នុងឈើច្រត់ ការពិតគឺជាជួយច្រត់នេះសោះដែលបានជួយវាអំបញ្ញមិននេះមើលទៅលោកតាពិតជាលំអៀងមែនឲ្យរបស់ល្អទៅវាចាំមើលយើងនឹងខំប្រឹងហាត់នៅវិជ្ជាត្រៃវេទនេះឲ្យចប់ចាំមើលនៅពេលដែលយើងហាត់បានសម្រេចឯងប្រកាសជាស្លាប់មិនខាន ចំណែកនារីដែលបានចេញពីក្នុងឈើច្រត់គាត់ក៏បានចូលទៅក្នុងសុបិនរបស់សម្ផស្សនិយាយតែខ្ញុំនៅទីណាហ្នឹង លោកម្ចាស់ទីនេះគឺជាសុបិន បាទទីនេះគឺជាសុបិនមែនតែនាងគឺជាអ្នកណាបានជាចូលមកក្នុងសុបិនខ្ញុំចឹង ចាខ្ញុំគឺជាឈើច្រត់តែលោកតាបានឲ្យលោកម្ចាស់ ហើយនាងមានការអ្វីមែនបានជាចូលមកក្នុងសុបិនយើងបែបនេះ នៅពេលនេះមានមនុស្សកំពុងតែចង់សម្លាប់លោកម្ចាស់គួរតែប្រុងប្រយ័ត្នជាមួយនឹងមនុស្សដែលនៅក្បែរខ្លួនបំផុត គាត់មិនទាន់បាននឹងនិយាយផងស្រាប់តែបានភ្ញាក់ពីដំណេកនិយាយហើយបីបានជាយើងសត្វចម្លែកខ្លាំងម៉េចប្រហែលជាយើងក៏ចាំពេកទើបធ្វើឲ្យយើងសុបិនបែបនេះសម្ផស្សពុំបានខ្វល់ពីសុបិនដែលគាត់បានឃើញនោះទេដែលគិតថានេះមិនមែនជាការពិតគ្រាន់តែជាសុបិនប៉ុណ្ណោះក្រោយមកពួកគាត់ទាំងអស់គ្នាក៏បានលាលោកពូម្នាក់នោះហើយក៏ធ្វើដំណើរទៅមុខបន្តទៀត លោកប្រុសយើងដើរយូរហើយគួរតែរកកន្លែងសម្រាប់បន្តិចទៅ យីអាចឆ្លុះនេះវិញឯងដើរប៉ុណ្ណឹងហត់ដែរដើរទៅមុខមួយទៀតទៅវិធីឯងហាណែឆ្លុះម្ចាស់ឯងមិនគោលចម្លែកមែនវិញ ហើយយើងធ្វើម៉េចហ្នឹងហ่ะតាំងពីគាត់រៀនកំពីនោះគាត់ចម្លែកខ្លាំងណាស់ ដោយសារតែការច្រណែននិងការចង់ខ្លាំងហួសហេតុធ្វើឲ្យនីកក្តារចាប់ផ្ដើមប្រែប្រួលនៅទង្វើនិងអត្តចរិតជាខ្លាំងលុះដល់ភូមិមួយដែលជាភូមិរហោឋានពុំមានមនុស្សរស់នៅនោះទេ អ្នកមិនគាត់មកទៅទីនេះពិតជាចម្លែកខ្លាំងណាស់មិនគួរសម្រាប់នៅទីនេះទេ តែនាងមកឃើញអ្វីមែនទេ មែនហើយនៅទីនេះពុពេញដល់ចំហាយបិសាច មើលទៅទីនេះដូចជាមិនស្រួលមែនមានតែប្រាប់ពួកគេឲ្យរកកន្លែងផ្សេងដើម្បីស្នាក់នៅកក្តារមើលទៅទីនេះដូចជាមិនស្រួលទេយើងគួរតែរកកន្លែងផ្សេងដើម្បីសម្រាកទៅ យីឯងភ័យអីក៏ភ័យម្លេះយើងខ្លាំងប៉ុណ្ណឹងដែរតែមានអ្វីហ៊ានមករញ៉េញ៉ៃជាមួយយើងទៅបើសិនជាមានមែនយើងនឹងសម្រាប់ពួកវាទាំងពូត ហើយកក្តារឯងមើលរយៈនេះមិនក៏ចម្លែកខ្លាំងម៉េចតែឯងមានរឿងមិនស្រួលក្នុងចិត្តមែនទេហ្នឹង ឯងកុំចង់ចេះដឹងជាមួយយើងមិនមានលើកអីតែឡើយទេហើយយើងក៏មិនចង់ទៅរកកន្លែងផ្សេងដែរយើងចង់ស្នាក់នៅទីនេះបើឯងចង់ដូរកន្លែងសម្រាប់មែនឯងចាប់ទៅពីអ្នកតែអ្នកបម្រើឯងបានហើយតែបើមានបិសាចឬអ្វីមកយីឯងកុំមកបន្ទោសយកឲ្យសោះណា សម្ផស្សមិនមានអ្វីប្រកែកបានគាត់ក៏យកព្រមសម្រាប់នៅទីនេះលុះយកកណ្ដាលត្រីអាកាសធាតុក៏ចាប់ផ្ដើមស្ងាត់មនុស្សទាំងអស់គ្នាក៏បានលងលក់យ៉ាងស្ងប់ស្ងាត់ភ្លាមមនុស្សស្រាប់តែមានសម្លេងមួយនិយាយមកកាន់កក្តារ អ្នកកំឡោះតែឯងចង់បានបាក់សីស៊ូគីនោះធ្វើជាប្រពន្ធដែរទេបើឯងចង់បានមែនយើងអាចជួយឯងបាន ភ្លាមនោះវិញ្ញាណរបស់កក្តារក៏បានធ្លាក់ចូលទៅក្នុងលំហមួយ តើឯងអាចជួយយើងឲ្យយកបាក់សីស៊ូគីនោះធ្វើជាប្រពន្ធបានមែនទេរកគាត់យើងគឺជាស្រីបិសាចដ៏ខ្លាំងក្លាអ្វីដែលយើងចង់ធ្វើប្រកាសជាអាចធ្វើបានតើឯងមានវិធីអីល្អមែនទេណាវិធីនោះពិតជាងាយស្រួលខ្លាំងណាស់ឯងគ្រាន់តែសម្រាប់សម្ផស្សដែលជាមិត្តរបស់ឯងនៅពេលដែលគេស្លាប់អ្វីនៅខ្លាចទៅជារបស់ឯងហើយ
ប៉ុន្តែវិធីនេះយើងធ្លាប់សាកមកហើយនៅចិត្តវានៅមានឈើច្រាត់មួយការពារវាវេទមន្តរបស់យើងមិនអាចធ្វើឲ្យវាបានឡើយ រឿងនេះវាមិនពិបាកទេឯងគ្រាន់តែឲ្យយើងចូលសន្តិដ្ឋក្នុងខ្លួនរបស់ឯងនោះវេទមន្តរបស់ឯងនឹងខ្លាំងក្លាគ្មានគូប្រៀប អាយ៉ានេះគឺជារឿងល្អសម្រាប់យើងតាបានយើងយកព្រមនៅពេលដែលអាចចម្លាប់វាបានហើយឯងត្រូវចេញពីរាងកាយរបស់យើង ហណែកំឡោះឯងពិតជារងងខ្លាំងណាស់នៅពេលដែលយើងបានរាងកាយឯងគិតថាយើងឲ្យរាងកាយឯងទៅវិញមែនទេ នៅពេលនោះដែរស្ដេចបិសាចក៏បានចូលទៅក្នុងរាងកាយរបស់កក្កដានៅពេលនោះដែរដែលធ្វើឲ្យរាងកាយរបស់កក្កដាពោពេញទៅដោយចំហាយខ្មៅស្ដេចបិសាចក៏ចាប់ផ្ដើមគ្រប់គ្រងរាងកាយរបស់កក្កដាហើយពេលនោះហើយដែលធ្វើឲ្យកក្កដាមិនអាចបញ្ជារាងកាយរបស់ខ្លួនឯងបាន អីយ៉ាមើលទៅបាសៃស៊ូគេនេះពោពេញទៅដោយចំហាយទេវតាបើយើងបានរួមរយៈជាមួយនឹងនាងយើងប្រកាសជាខ្លាំងក្លាហើយរាងកាយនេះប្រកាសជាខ្លាចទៅជារបស់យើង 100% មិនខាន នៅពេលនោះស្ដេចបិសាចក៏មិនបានធ្វើទៅតាមអ្វីដែលពួកគេសន្យានោះទេស្ដេចបិសាចក៏បានប្រើអំណាចរបស់ខ្លួននាំបាក់សីស៊ូគីចេញពីទីនោះត្រឹមតែមួយរំពេចនៅពេលដែលគេទៅបាត់ឈើច្រាត់ក៏បានបន្លឺសំឡេង លោកម្ចាស់ក្រកឡើងមានរឿងហើយលោកម្ចាស់ ហើយសំឡេងនោះហើយដែលធ្វើឲ្យសម្ផស្សភ្ញាក់ពីដំណេកចំណែកអ្នកបម្រើទាំងពីរក៏បានភ្ញាក់ដូចគ្នាផងដែរតើបាក់សីស៊ូគីរបស់ខ្ញុំតើនាងទៅណាបាត់ហើយ លោកម្ចាស់សម្ផស្សតើលោកឃើញលោកម្ចាស់ខ្ញុំទៅណាដែរទេ ថាមិនកក្កដាក៏បាត់ហើយបាក់សីរបស់យើងក៏បាត់ខ្លួនដែរនៅពេលនោះឈើច្រាត់ក៏បានបន្លឺសំឡេងម្ដងទៀត លោកម្ចាស់បើសៃស៊ូទៅបានកក្កដាចាប់ទៅបាត់ហើយលោកម្ចាស់ចាប់តាមលឿនទៅប្រយ័ត្នយឺតពេកណា ភ្លាមនោះគាត់ក៏បានស្ទុះស្ទាយ៉ាងលឿនទៅតាមកន្លែងដែលឈើច្រាត់បានប្រាប់ និយាយឲ្យលោកម្ចាស់ឯងគាត់ទៅញ៉ាប់ញ៉ាទៅណាហ្នឹង យើងធ្វើមិនយើងដឹងចាប់ទៅតាមលឿនទៅក្រែងលោកឃើញម្ចាស់របស់ឯងដែរ កក្កដាហេតុអ្វីបានជាឯងចាប់នាងចុះម៉ាត់នេះ ហាអើគេថាយើងគឺជាមិត្តរបស់ឯងមែនទេ នេះឯងមិនជាមិត្តរបស់យើងតើឯងគឺជាអ្នកណាទៅ យើងគឺជានរណាមិនសំខាន់ទេសំខាន់នៅពេលនេះឯងត្រូវតែស្លាប់ឯងមើលទៅរាងកាយរបស់នាងពិតជាស្រស់ស្អាតខ្លាំងមែនទែនយើងនឹងរួមរយៈជាមួយនឹងនាងហើយយើងនឹងសម្លាប់ឯងតាមក្រោយយើងនឹងឲ្យឯងឃើញនៅពេលដែលយើងបំពេញនៅមនុស្សដែលជាទីស្រឡាញ់របស់ឯងតើឯងមានអារម្មណ៍យ៉ាងណាឯងកុំធ្វើបាបយ៉ាងអីធ្វើបាបនឹងចំនួនទៅនៅពេលនោះដែរឈើច្រាត់ក៏បានបញ្ចេញនៅពន្លឺវេទមន្តភ្លាមនោះឈើច្រាត់ក៏បានទៅប្រជល់ជាមួយនឹងបិសាចតែខ្លួនឯងប៉ុន្តែមើលទៅឈើច្រាត់មិនអាចធ្វើអ្វីបាននោះឡើយដោយសារតែកម្លាំងដែលនៅក្នុងខ្លួនរបស់កក្កដាគឺជាកម្លាំងរបស់ស្ដេចបិសាចដ៏ខ្លាំងក្លា និយាយអាចជួយច្រាត់ឯងធ្វើយើងខឹងហើយពេលនេះចាំមើលយើងនឹងឃុំឯងនៅក្នុងគម្ពីរត្រៃវេទមួយនេះ នៅពេលនោះដែរស្ដេចបិសាចក៏បានប្រើគម្ពីរត្រៃវេទដើម្បីចាប់សម្ផស្សនឹងឈើច្រាត់ឃុំនោះឯង ឯងចាំមើលយើងនឹងចាប់ឯងឃុំនៅទីនេះ លោកម្ចាស់ឆាប់រត់ទៅលោកម្ចាស់មិនអាចតទល់ជាមួយនឹងវាបានឡើយ យើងមិនអាចទៅចោលពួកអ្នកទាំងពីរបានឡើយយើងនឹងតទល់ជាមួយនឹងស្ដេចបិសាចនេះឲ្យដល់ទីបញ្ចប់ កាលពីមុនលោកតាធ្លាប់ឲ្យគម្ពីរនេះមកយើងដែរតែយើងមិនព្រមយកដោយសារតែយើងចូលចិត្តនៅវិជ្ជាពេទ្យហើយលោកតាក៏ធ្លាប់ប្រាប់យើងដែរថាមានតែយើងទេទើបអាចបញ្ជាគម្ពីរនេះបានមើលទៅពេលនេះយើងគួរតែសាកល្បងហើយមើលទៅនៅពេលនោះដែរគម្ពីរត្រៃវេទមិនទាន់នឹងចាប់សម្ផស្សឃុំផងសម្ផស្សក៏បានបញ្ជាឲ្យវាទៅចាប់ស្ដេចបិសាចវិញ ហើយបើបញ្ជាយើងគ្រប់គ្រងវាមិនបានចឹងថាឯងធ្វើអ្វីទៅលើគម្ពីរមួយនេះទៅ នេះយើងអាចបញ្ជាគម្ពីរត្រៃវេទនេះបានមែនស្ដេចបិសាចឯងគួរតែដល់ពេលហើយ អត់ទេដល់លេងយើងទៅយើងនឹងសន្យាថាមិនធ្វើបាបមនុស្សលោកទៀតឡើយ ឯងមកនិយាយនៅពេលនេះវាយពេលទៅហើយភ្លាមនោះគម្ពីរត្រៃវេទក៏បានស្រូបរាងកាយរបស់កក្កដានិងស្ដេចបិសាចចូលទៅក្នុងនោះ អត់ទេដល់លេងយើងទៅ ហើយស្ដេចបិសាចក៏ត្រូវបានកម្ចាត់បានចំណែកអ្នកបម្រើទាំងពីរក៏បានឈរមើលពីចម្ងាយ ឆ្លុះយើងនិយាយនោមដាក់ខោឲ្យមើល យើងក៏ក្រោយមកសម្ផស្សក៏បានបាក់សីស៊ូគីនិងឈើច្រាត់ទេដែលជានារីដ៏ស្រស់ស្អាតคล้ายទៅជាប្រពន្ធទាំងពីរនាក់ ចាប់ហើយអើយអញមានរត់តែ1លិត្រមិនបានណាហើយមើលលោកម្ចាស់បានម្ដងដល់ទៅ2